ឆ្នាំនេះយើងឃើញតែកើនខ្លាំងសាច់យើងលក់បាន7 តោនកូនគឺយើងលក់បានជាង 100000 ហើយចិត្តចូលដល់ 20000 ហើយទៅខែ4ទេមែនទេទៅខែ4នេះឯនេះឈ្មោលទេចឹងនេះឈ្មោលសុទ្ធទេអត់ដាក់មួយគ្នាបានទេដាក់មួយគ្នាវាអាចបង្កកំណត់ទៅវាលើសសម្រាប់ការដែលយើងត្រូវការហើយនឹកឃើញមិនបានមានបច្ចេកទេសហ្នឹងបងដោយសារទាំងកែបវាមានរដូវវាទៅពេលរដូវវាអស់ពងវាអស់ទៅតាមអាកាសធាតុឧទាហរណ៍មកមិនភ្លៀងអត់ឲ្យឃើញភ្លៀងនេះបាទលឹបចិត្តបើមិនដឹងភ្លៀងវានឹងទម្លាក់ពងពេលដល់រដូវត្រជាក់ពងនេះយើងអាចរក្សាបានអត់ទម្លាក់ហើយពេលប៉ះខ្យល់ត្រជាក់ភ្លៀងគេហៅថាឈាមត្រជាក់វាចេះបែកញើសទីវានឹងសម្របខ្លួនទៅតាមធម្មជាតិពងវានឹងកកអូតូคล้ายទៅជាខ្លាញ់វិញគឺលេងមានពងកន្លឹះជោគជ័យនៅក្នុងទីតាំងចិញ្ចឹមកង្កែបមួយកន្លែងស្ថិតនៅក្នុងស្រុកអង្គរជុំខេត្តសៀមរាបណាផ្ដោតលើសមត្ថភាពវាយលុកទីផ្សារចំពេលកង្កែបឡើងថ្លៃជាទូទៅកង្កែបតែងទម្លាក់ពងទៅតាមការប្រែប្រួលអាកាសធាតុជាពិសេសពេលមានភ្លៀងធ្លាក់នឹងហ្មងប៉ុន្តែសម្រាប់នៅទីនេះបងប្រុសហៃហៀដែលជាម្ចាស់ទីតាំងផ្ទាល់មានបច្ចេកទេសថ្មីតាមរយៈការចិញ្ចឹមក្នុងអាងលំហបិទជិតដោយការបិទអាងឲ្យជិតឆឹងដើម្បីកុំឲ្យកង្កែបដឹងថាមានភ្លៀងនៅខាងក្រៅដោយសារកង្កែបជាសត្វឈាមត្រជាក់អត់ចេះបែកញើសហើយសម្របខ្លួនទៅតាមធម្មជាតិអញ្ចឹងពេលវាជួបខ្យល់ត្រជាក់ខ្លាំងហើយអាចបានបង្កាត់ទៀតពងនៅក្នុងពោះវានឹងកកដោយស្វ័យប្រវត្តិរួចរលាយខ្លាយទៅជាខ្លាញ់វិញចំណែកឯកង្កែបឈ្មោលណាក៏ឈប់អោបមេដូចគ្នាបច្ចេកទេសនេះបងប្រុសហៃហៀធ្វើឡើងដើម្បីគ្រប់គ្រងនិងកំណត់ពេលវេលាឲ្យកង្កែបពងទៅតាមតម្រូវការជាក់ស្ដែងរួមគ្នាគ្រប់គ្រងផលិតផលខ្មែរជេវែលប្រើភ្លាមធូរភ្លាមបើខែណាកង្កែបតម្លៃទាបគាត់អត់ឲ្យវាពងទេចាំទុកឲ្យវាពងនិងបង្កាត់នៅខែណាដែលទីផ្សារខ្វះខាតនិងមានតម្លៃខ្ពស់ទើបបញ្ចេញលក់ចំពោះការគ្រប់គ្រងពូជវិញនេះជាពូជកង្កែបដែលឆ្លងកាត់ការចិញ្ចឹមនិងសម្រិតសម្រាំងយ៉ាងម៉ត់ចត់អស់រយៈពេល3ឆ្នាំរួចមកហើយពេលនេះណាកំពុងឈានចូលដល់ឆ្នាំទី4ហើយនៅក្នុងទីតាំងមានបែងចែកកន្លែងចិញ្ចឹមយ៉ាងច្បាស់លាស់ដោយផ្នែកម្ខាងសម្រាប់ទុកហើយផ្នែកម្ខាងទៀតសម្រាប់បង្កាត់កង្កែបញីនិងកង្កែបឈ្មោលដាក់ឲ្យនៅដាច់ដライពីគ្នាបើដាក់ឲ្យនៅចូលគ្នាដឹងតែពួកវាបង្កាត់ពូជធ្វើឲ្យលើតម្រូវការហ្មងអីដែលពិសេសក្រោយពេលបង្កាត់រួចបងប្រុសហៃហៀមានបច្ចេកទេសដោយមេបាមួយគូគាត់រើសទុកតែកូនមេសុទ្ធហើយមេបាមួយគូទៀតគាត់រើសទុកតែកូនឈ្មោលទេដើម្បីគ្រប់គ្រងការលូតលាស់ឲ្យបានល្អនិងការពារកុំឲ្យពួកវាជន់ឈាមគ្នាជៀសវាងនាំឲ្យខូចគុណភាពពូជសមិទ្ធផលជាក់ស្ដែងនៅក្នុងឆ្នាំ2026នេះណាគិតត្រឹមខែ4បងប្រុសហៃហៀអាចប្រមូលផលលក់សាច់បានជិត2តោននិងលក់កូនកង្កែបបានជាង100,000ក្បាលគុណភាពកង្កែបនៅទីនេះល្បីរហូតដល់មានតែនៅខាងទឹកឆាណាចង់បានកង្កែបយកទៅលក់នៅរមណីយដ្ឋានរបស់ខ្លួនដោយសុខចិត្តធ្វើដំណើរពីចម្ងាយរហូតមកដល់ស្រុកអង្គរជុំខេត្តសៀមរាបដើម្បីទិញផ្ទាល់ពេលមកដល់ឃើញសាច់កង្កែបល្អធំមានស្តង់ដារអ្នកទិញលើកមេដៃនិងកោតសរសើរអត់ដាច់ពីមាត់ទេនិយាយរួមទៅជោគជ័យរបស់បងប្រុសហៃហៀបានផ្ដល់ជាគំរូនិងការផ្លាស់ប្ដូរផ្នត់គំនិតនៃការធ្វើកសិកម្មបែបបុរាណទាំងស្រុងណាគាត់បានបង្ហាញឲ្យឃើញថាកសិកម្មសម័យថ្មីអត់ធ្វើឡើងតាមទម្លាប់តគ្នាដោយការពីមុនទៀតទេអីដែលជាខ្នងបង្អែករឹងមាំគឺការរួមផ្សំគ្នារវាងបច្ចេកទេសក្នុងការគ្រប់គ្រងធម្មជាតិសត្វនិងយុទ្ធសាស្ត្រមើលធ្លាយពីឱកាសទីផ្សារការដែលគាត់ចំណាយពេលសម្រាប់សម្រាំងពូជរហូតដល់ទៅ4វគ្គនិងការចេះកំណត់ពេលឲ្យកង្កែបពងគឺជាកន្លឹះដោះស្រាយបញ្ហាដ៏ល្អនៅពេលតម្លៃធ្លាក់ថ្លៃយ៉ាងណាមិញនៅក្នុងទីផ្សារបច្ចុប្បន្នឲ្យតែផលិតផលយើងមានគុណភាពទោះតម្លៃរៀងខ្ពស់ជាងគេបន្តិចក៏នៅតែមានម៉ួយចាំទិញមិនចេះខ្វះដែរ